ខ្ញុំសុំកំប៉ុងនេះបានទេពូកំប៉ុងស្អីកន្លែងនឹងកន្លែងឬកំប៉ុងឯធុងសម្រាមកំណោសម្រាមនោះមិនទៅកាយរកណែអាណាឲ្យឬថយចេញទៅណាយបាត់ទៅអាគេមិនឲ្យនៅមានរើសស្អីទៀតតែពូនេះគាត់ឲ្យខ្ញុំកំប៉ុងហ្នឹងអញអ្នកផឹករបស់អញថាមិនឲ្យគឺអត់ឲ្យហើយប៉ារអ៊ូរឿងអីហ្នឹងប៉ាមានរឿងអីមែនទេប៉ាគឺរឿងមិត្តភក្តិប៉ាហ្នឹងនៅសុកមកដៀលប៉ាថាមានបានភ្លេចកំណើតមិនអញ្ចឹងវិញប៉ាគឺដោយសារតែក្មេងរើសសម្រាមម្នាក់ហ្នឹងឯងមកនឹងគ្មានបំណងល្អទេមកកវ៉ាល់រកតកូនស្រីអញហ្នឹងឯងព្រោះតែខ្ញុំស្រឡាញ់កូនពូនឹងហើយបានជាខ្ញុំមកកវ៉ាល់ហ្នឹងពូទៅចេញពីផ្ទះអញថ្ងៃក្រោយមិនច្បាច់មកទេបើមកដើម្បីតែនិយាយរឿងហ្នឹងកុំស្រែកនៅស្ងៀមមើលជួយថែមិនក៏អត់សន្លប់អញ្ចឹងហើយតិចដាក់ថ្នាំច្រឡំគេធ្វើអីហ្នឹងគេចាប់មនុស្សតាហេពួកឯងធ្វើអីហ្នឹងរឿងកែវភ្នែកសម្រាមវ៉ានីនិងសុផាន់ជាមិត្តភក្តិជាមួយគ្នាតាំងពីក្មេងហើយខានជួបគ្នាច្រើនឆ្នាំមកហើយចៃដន្យថ្ងៃនេះបានជួបគ្នាតាមផ្លូវក៏និយាយសួរសុខទុក្ខគ្នាមិនហើយសម្លាញ់បែកគ្នាយូរហើយសុខសប្បាយអត់ហើយឥឡូវធ្វើការងារអីនៅណាដែរអូមានអីគ្នាសុខទុក្ខធម្មតាតាហើយការងារគ្មានស្អីទេគ្នាធ្វើតែសំណងហ្នឹងស្អីគេនៅតែធ្វើសំណងទៀតចំណាស់នេះហើយអត់ចេះអាប់ដេតខ្លួនអីតិចសោះហ្មងហើយមិនមើលអញជាគំរូផ្ទះលុយឡានអញមានអស់ហើយវៃហើយមកនៅតែធ្វើសំណងហ្នឹងតើពេលណាមានដូចអញអាប់ដេតអីឯងរៀនបានតិចតួចទៅរកការងារអីបានធ្វើមានតែធ្វើសំណងហ្នឹងហើយភ្លេចថាឯងរៀនអត់បានចប់ដូចអញទ្រាំតាមកម្មទៅចឹងវ៉ានីនិងសុផាន់កំពុងនិយាយគ្នាសុកក៏មានក្មេងស្រីរើសអេតចាយម្នាក់ដើរមកជិតហើយសុំរើសកំប៉ុងដែលនៅជិតជើងវ៉ានីពូខ្ញុំសុំកំប៉ុងនេះបានទេពូកំប៉ុងស្អីកន្លែងនឹងកន្លែងរើសកំប៉ុងធុងសម្រាមកំណោសម្រាមនោះមិនទៅកាយរកទៅថយចេញទៅខ្លួនឲ្យស្អុយមកក្បែរឯងដែរហេគ្រាន់តែកំប៉ុងមួយសោះឲ្យគ្នាទៅហើយទៅថាឲ្យគ្នាធ្វើអីឯងអត់អាណិតគ្នាទេហីអាណិតស្អីហែងអាណិតហើយមិនយកវាទៅចិញ្ចឹមទៅថាឲ្យវាកុំឲ្យវាធ្លាប់ជុំឯងគ្រាន់តែថាប៉ុណ្ណឹងសោះមិនបានជាមកកំហកដល់ឯងអញ្ចឹងកំហកមិនហើយនិយាយអញ្ចឹងឯងចង់មានន័យថាម៉េចឯងមិនចង់មិនទេគ្រាន់តែថាកំប៉ុងមួយសោះហ្នឹងហើយមិនក៏មិនឲ្យគ្នាទៅសុផាន់និយាយរួចក៏ឲ្យក្មេងនោះរើសកំប៉ុងនោះទៅតែវ៉ានីស្រែកកំហុកមិនឲ្យរើសនេះក្មួយយកកំប៉ុងហ្នឹងទៅក្មួយណែអាណាឲ្យរើសថយចេញទៅណាយបាត់ទៅអាគេមិនឲ្យនៅមានរើសស្អីទៀតតែពូនេះគាត់ឲ្យខ្ញុំកំប៉ុងហ្នឹងអញអ្នកផឹករបស់អញថាមិនឲ្យគឺអត់ឲ្យហើយជុំហើយអត់ដូចអានេះពីមុនសោះហើយអានេះពីមុនបាត់តាណាហើយអញខុសពីមុនមិនអញនៅតែអញហ្នឹងហើយពីមុនដូចមិនអញ្ចឹងទេហើយតាំងពីឡើងមានបានមកហើយអីក៏រើសអាវម៉េចអញមិនគួរណាមានមិត្តភក្តិចរិតដូចឯងសោះចរិតអញល្អប៉ុណ្ណឹងហើយរាប់បានរាប់មិនបានក៏អត់ទៅអញអត់ខ្វល់អីយ៉ាអាចរិតមនុស្សទឹមឡើងមានឡើងបានចរិតអញ្ចឹងមែនវើយតោះក្មួយកុំចង់បានអាកំប៉ុងកាកសម្រាមអ្នកមានដូចវាសុផាន់និយាយរួចក៏បណ្ដាលក្មេងនោះដើរចេញទៅធ្វើឲ្យវ៉ានីនៅខឹងមួម៉ៅតែឯងចំអានេះលេងមែនតែនមិនអីទេឯងចាំទុកពេលសុផាន់បណ្ដាលក្មេងរើសអេតចាយផុតពីវ៉ានីមកសុផាន់ក៏ដកលុយពីហៅប៉ៅ 10000 រៀលឲ្យទៅនាងនេះក្មួយយកលុយនេះទុកចាយចុះណាក្មួយហើយសម្ដីដែលពូម្នាក់នោះនិយាយមិញកុំបាច់យកទុកក្នុងចិត្តអីណាក្មួយចាពូតែពូឲ្យលុយខ្ញុំច្រើនពេកហើយពូខ្ញុំមិនហ៊ានយកទេមិនអីទេក្មួយទុកចាយចុះណាព្រោះពូធ្វើការបានលុយច្រើនដែរតើចុះខ្ញុំឮថាពូធ្វើការសំណងហ្នឹងមុនហ្នឹងពូនិយាយកុហកទេពូគ្រាន់តែចង់សាកចិត្តមិត្តភក្តិរបស់ពូតើអញ្ចឹងពូសុំទៅមុនហើយណាក្មួយព្រោះពូមានការប្រញាប់បន្តិចហើយក្មួយដើរតាមផ្លូវប្រយ័ត្នប្រយែងផងណាក្មួយចាពូអរគុណច្រើនពូពេលសុផាន់និយាយរួចក៏ដើរចេញទៅ
វ៉ាន់នីមកដល់ផ្ទះវិញទាំងមួម៉ៅព្រោះខឹងមានរឿងដោយសារក្មេងរើសអេតចាយហើយមិនគួរណាមានរឿងដោយសារតែអាក្មេងសម្រាមម្នាក់នឹងសោះអាមិត្តភ័ក្តិក៏អញ្ចឹងទៀតស្គាល់គ្នារាប់អានគ្នាតាំងពីក្មេងៗវាទៅកាន់ជើងអាក្មេងរើសសម្រាមហើយមកដៀលចរិតឯងមានបានរើសអើងភ្លេចកំណើតទៀតក្តៅចិត្តហ្មងវ៉ាន់នីកំពុងតែរអ៊ូរអ៊ូស្រីមាសដែលជាកូនស្រីក៏ដើរមកសួរប៉ារអ៊ូរឿងអីហ្នឹងប៉ាមានរឿងអីមែនទេប៉ាគឺរឿងមិត្តភក្តិប៉ាហ្នឹងនៅសុកមកដៀលប៉ាថាមានបានភ្លេចកំណើតមិនអញ្ចឹងវិញប៉ាគឺដោយសារតែក្មេងរើសសម្រាមម្នាក់ហ្នឹងវាហ៊ានផ្ដាច់ទំនាក់ទំនងមិត្តភក្តិដូចប៉ាចាំមើលមិនដឹងជារឿងស្អីទេប៉ាខ្ញុំមិនយល់ទេខ្ញុំតែក្រែឲ្យប៉ារឿងចាស់កូនឯងក្មេងមិនយល់ទេពេលស្រីមាសដើរចេញផុតបន្តិចតារាដែលត្រូវជាក្មួយរបស់វ៉ានីក៏ចូលមកដល់ជំរាបសួរពូថ្ងៃនេះអត់ទៅណាទេឯពូយើងទៅណាមិនទៅណាជារឿងរបស់យើងពាក់ព័ន្ធស្អីជាមួយឯងហើយឯងនឹងមកធ្វើស្អីទៀតហើយខ្ញុំគ្រាន់តែមកដើរលេងហ្នឹងពូអញដឹងចរិតឯងហើយឯងមកនឹងគ្មានបំណងល្អទេមកកវ៉ាល់រកតកូនស្រីអញហ្នឹងឯងព្រោះតែខ្ញុំស្រឡាញ់កូនពូនឹងហើយបានជាខ្ញុំមកកវ៉ាល់ហ្នឹងពូអញប្រាប់ឯងប្រមាណដងហើយថាអញមិនឲ្យកូនស្រីអញស្រឡាញ់មនុស្សដូចជាឯងទេអញស្អប់ណាស់អាក្មេងពៀលបងតូចបងធំដើរតែលេងទៅដល់ណាមានរឿងដល់ហ្នឹងមនុស្សដូចជាឯងនេះមិនសមនឹងមកជន់ផ្ទះអញផងកុំតែឯងជាក្មួយអញទេកុំអីមុខឯងក៏អញមិនមើលផងទៅចេញពីផ្ទះអញថ្ងៃក្រោយមិនច្បាច់មកទេបើមកដើម្បីតែនិយាយរឿងហ្នឹងទៅអញ្ចឹងខ្ញុំទៅវិញហើយពូជម្រាបលាមិនច្បាច់ជម្រាបលាស្អីទេកំពុងតែក្តៅចិត្តផងឯងតារាដើរចេញទៅទាំងកំហឹងនឹងកើតចិត្តគុំគួនលើគ្រួសារពូនីអញមកលើកណាក៏និយាយមើលងាយឌៀមដាមអញដែរចាំមើលអញនឹងធ្វើឲ្យគ្រួសារនេះវិនាសសាវឌីកំពុងកាយរកមើលកំប៉ុងក្នុងធុងសម្រាមតារានិងសំណាងក៏រៀបចំដាក់ថ្នាំសណ្ដំចាប់យកសាវឌីតែបានស្រីមាសដើរមកឃើញតន់នោះម្នាក់នឹងហើយយើងតាមដាននាង 3-4 ថ្ងៃហើយនាងដើរតែម្នាក់ឯងទេមានអីមើលទៅទំនងដែរតាមួយច្បាស់ជាពេញចិត្តតោះចាត់ការទៅចឹងតន់នៅស្ងាត់មិនមានមនុស្សតោះនិយាយរួចពួកគេក៏ដើរចូលទៅចាប់សាវឌីយកតែម្ដងកុំស្រែកនៅស្ងៀមមើលជួយផងមិនក៏អត់សន្លប់ចឹងហើយតិចដាក់ថ្នាំច្រឡំគេធ្វើអីហ្នឹងគេចាប់មនុស្សតាហេពួកឯងធ្វើអីហ្នឹងមានមនុស្សមកហើយធ្វើម៉េចមានធ្វើម៉េចមិនក៏ឯងមិនរត់គុកឥឡូវហើយឯងទៅឲ្យលឿនជួយផងមានគេចង់ចាប់ខ្ញុំមិនអីទេពួកវារត់អស់ហើយសយដល់ហើយវើយចិត្តបានសម្រេចហើយនឹងមិញហេម្នាក់ស្រីមកជួយមិញហ្នឹងដូចសង្សារអីសង្សារស្អីអញស្រឡាញ់គេតែម្នាក់ឯងហ្នឹងមកកុំនិយាយច្រើនគេតាមមកតឡើយហើយតោះចឹង